ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសាកល្បងធ្វើបង្អែមត្នោតញ៉ាំចាអញ្ចឹងជាដំបូងនោះគឺខ្ញុំដាក់ឆ្នាំងហើយដាក់ទឹកយើងធម្មតាហ្នឹងហើយបន្ទាប់មកខ្ញុំដាក់អង្ករត្នោតចូលអង្ករត្នោតនេះលាងស្អាតហើយណាដាក់ចូលអញ្ចឹងទៅហើយបន្ទាប់មកបានខ្ញុំគ្របហើយយើងបើកភ្លើងដាំទឹកហ្នឹងដាំទឹកឲ្យនឹងអង្ករហ្នឹងទៅរហូតដល់វារីកល្អណាអង្ករហ្នឹងចាឥឡូវខ្ញុំបើកមើលហើយវាពុះហើយបន្ទាប់មកគឺខ្ញុំដាក់អំបិលចូលបន្តិចបងប្អូនអំបិលម៉ត់ឬយ៉ានេះខ្ញុំដាក់បន្តិចចូលចឹងទៅហើយបន្ទាប់មកទៀតយើងទុកឲ្យវាពុះវាយូរតិចដើម្បីឲ្យអង្ករនឹងវារីកនេះខ្ញុំឆែកមើលចឹងវាអត់ទាន់រីកតែខ្ញុំចង់បាននេះហើយបន្ទាប់ទៀតនេះឥឡូវខ្ញុំដួសឲ្យពុះដូចបងប្អូនឃើញហ្នឹងខ្ញុំដួសចោលណាចាអញ្ចឹងខ្ញុំឆែកមើលគឺអង្ករនឹងរីកបានល្អហើយបន្ទាប់មកខ្ញុំដាក់ត្នោតចូលបងប្អូនត្នោតផ្លែត្នោតយើងហ្នឹងខ្ចីល្មមណាដាក់ចូលទៅហើយបន្ទាប់មកខ្ញុំត្រូវទុកឲ្យត្នោតនឹងរៀងឆ្អិនតិចសិនណាបានខ្ញុំដាក់គ្រឿងក្រៅផ្សេងទៀតណាចាអញ្ចឹងជាបន្ទាប់ទៀតខ្ញុំដាក់ខ្ទិះដូងចូលបងប្អូនខ្ទិះដូងនេះវាកកដោយសារតែយើងដាក់នៅក្នុងទូកកចាអញ្ចឹងវាកកដុំមិនយើងដាក់នៅក្នុងក្តៅអញ្ចឹងតិចទៀតហ្នឹងវាលាយអស់ហើយចាឥឡូវជាបន្ទាប់ទៀតគឺខ្ញុំដាក់ស្ករត្នោតនេះស្ករត្នោតហ្នឹងក៏វាដុំដែរអញ្ចឹងខ្ញុំដាក់ស្ករត្នោតហ្នឹងចូលខ្ញុំប្រើស្ករត្នោតណាចាដាក់ប៉ុណ្ណឹងខ្ញុំធ្វើអត់សូវឲ្យផ្អែមច្រើនទេអញ្ចឹងយើងរំងាស់វាមួយសន្ទុះទៅចាអញ្ចឹងជាបន្ទាប់ទៀតនេះគឺខ្ញុំដាក់ដូងចូលបងប្អូនអានេះគឺសាច់ដូងណាចាខ្ញុំប្រើសាច់ដូងក្អូបអញ្ចឹងខ្ញុំដាក់ចូលដាក់សាច់ដូងនេះយើងច្រើនតិចចាចូលទៅហើយបន្ទាប់មកទៀតខ្ញុំនឹងដាក់ម្សៅឆាហ្នឹងយើងមានលាយទឹកយើងលាយទឹកហើយបានយើងចាក់ចូលណាចាម្សៅឆាហ្នឹងខ្ញុំដាក់តែមួយស្លាបព្រាបាយឯងតិចទៀតខ្ញុំបង្ហាញបងប្អូនណាម្សៅឆាហ្នឹងចានេះម្សៅឆាហើយបន្ទាប់មកខ្ញុំចាក់ទឹកសុទ្ធយើងធម្មតាហ្នឹងចាក់ចូលចឹងទៅហើយយើងកូរវាតិចណាហើយបន្ទាប់មកយើងចាក់ចូលទៅក្នុងឆ្នាំងផ្អែមនោះចាប៉ុណ្ណឹងហើយយើងទុកវាយើងពុះទៅណាយើងពុះតិចទៅរួចរាល់ហើយបងប្អូនផ្អែមត្នោតយើងបានហើយអាចញ៉ាំបានហើយចាអញ្ចឹងនេះគឺជារបៀបដែលខ្ញុំធ្វើបង្អែមត្នោតញ៉ាំជាលក្ខណៈគ្រួសារអញ្ចឹងបើសិនជាមានការខុសឆ្គងត្រង់ណាសូមអភ័យទោសឲ្យផងចាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណេះទេខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណេះហើយជួបគ្នានៅវីដេអូជាបន្តទៀតចាហើយអរគុណច្រើនបងប្អូន